ខ្ញុំធ្លាប់គិតថាពេលមានលុយគឺយើងមានអ្វីគ្រប់យ៉ាងហើយខ្ញុំធ្លាប់ឃើញប៉ាម៉ាក់ខ្ញុំខិតខំធ្វើការខ្លាំងណាស់សូម្បីតែពេលសម្រាកក៏អត់មានដែរទើបធ្វើឲ្យខ្ញុំគិតថាការខិតខំប្រឹងរកលុយឲ្យបានកាន់តែច្រើនគឺយើងនឹងមានក្តីសុខតែអ្វីបែរជាផ្ទុយស្រឡះនៅពេលដែលខ្ញុំកាន់តែខំខ្ញុំមានអារម្មណ៍ថាកាន់តែហត់ប៉ុន្តែឥឡូវនេះតើខ្ញុំរៀនឡើងថាការពិតទៅយើងគួរតែរស់នៅឲ្យបានល្អបំផុតជាមួយនឹងបច្ចុប្បន្នកាលរបស់យើងបំពេញក្តីសុខឲ្យខ្លួនឯងនៅចំណុចដែលទូចព្យាយាមធ្វើ reflection ជាមួយនឹងខ្លួនឯងឲ្យបានច្រើនហើយទៅកន្លែងណាដែលយើងចង់ទៅនឹងញ៉ាំអីដែលយើងចង់ញ៉ាំព្រោះពេលខ្លះយើងមានអារម្មណ៍ថាយើងគិតពីអនាគតខ្លាំងពេករហូតដល់ភ្លេចរស់ជាមួយខ្លួនឯងនៅពេលបច្ចុប្បន្នហ្នឹងឲ្យបានល្អបំផុតខ្ញុំចាំពាក្យមួយឃ្លាដែលលោកគ្រូគូសុភាពលោកមានសន្និដ្ឋានថារឿងអនាគតទុកឲ្យអ្នកដែលនៅអនាគតជាអ្នកដោះស្រាយចុះចឹងយើងដែលនៅបច្ចុប្បន្នកាលគួរតែរស់នៅជាមួយនឹងបច្ចុប្បន្នកាលឲ្យបានល្អបំផុត